bạn một đó kia bạn ngàyนี้คือមានmột hộpមួយបាទគឺការបុកផ្លែថ្នាំងជាមួយនឹងម្អមបាទហើយជាមួយនឹងត្រីអាំងហើយមាននឹងកំពឹសស្រស់ផងដែរបាទមុខម្ហូបនេះគឺមួយឆ្នាំគឺយើងអាចញ៉ាំបានតែមួយរដូវកាលទេបាទគឺនៅរដូវរំហើយបាទអញ្ចឹងមុខម្ហូបនេះខ្ញុំសូមថាដាក់បុកផ្លែថ្នាំងរដូវរំហើយដោយសារតែបាទផ្លែថ្នាំងនេះគឺវាផ្លែតែម្ដងទេនៅរដូវរំហើយអញ្ចឹងបងប្អូនខ្លះក៏ធ្លាប់ស្គាល់ហើយផ្លែថ្នាំងនេះបាទអ្នកខ្លះក៏គាត់អត់ដែរស្គាល់ដែរបាទផ្លែថ្នាំងស្លឹករបស់វាក៏យើងអាចយកទៅស្លម្ជូរគ្រឿងក៏បានហើយផ្លែរបស់វាគឺយើងអាចយកទៅបុកធ្វើជាម្ជូរបាទឬក៏អាចយកទៅស្លក៏បានដែរបងប្អូនបាទអាចដាក់ស្ងោរជ្រូកឬក៏បាទធ្វើជាម្ជូរដែលអាចជំនួសអំពិលឬក៏ម្ជូរស្ដាន់បានណាបាទអញ្ចឹងយើងទៅមើលពីការដំណើរការធ្វើទាំងអស់គ្នាបាទឥឡូវយើងចូលដល់ការបុកម្ជូរទាំងអស់គ្នាបាទការបុកម្ជូរនេះយើងមានជីនាងវងបាទជាមួយម្អមហើយយើងមានសណ្តែកដីមានផុកមានអំបិលបច្ចេកស្ករអញ្ចឹងបងប្អូនបាទជាដំបូងគឺយើងដាក់ផ្លែថ្នាំងបាទផ្លែថ្នាំងនេះបងប្អូននៅតំបន់ខ្លះអត់មានទេប៉ុន្តែបាទនៅតំបន់ខ្លះវាមានហើយវាមានតែរដូវរំហើយទេបាទហើយផ្លែវាយើងញ៉ាំបានតែខ្ចីទេដល់ពេលចាស់វាញ៉ាំការីអញ្ចឹងផ្លែថ្នាំងនេះយើងអាចយកទៅធ្វើបានច្រើនមែនទេអាចយកទៅធ្វើជាបាទយើងស្ងោរជ្រូកបាទត្រីអីយើងអាចដាក់វាធ្វើជាម្ជូរបានហើយស្លម្ជូរគ្រឿងឬក៏អីផ្សេងយើងអាចធ្វើបានបាទហើយយើងមានប្រហុកមានអីណាបងប្អូនបាទរសជាតិគឺឆ្ងាញ់មែនទែនសម្រាប់បុកផ្លែថ្នាំងនេះហើយបងប្អូនខ្លះដែលគាត់ធ្លាប់ញ៉ាំគឺយើងអត់ចាំបាច់ប្រាប់គាត់ថាមិនទេព្រោះគាត់ដឹងស្រស់ហើយផ្លែនេះគឺបងប្អូនខ្លះដែលគាត់ទៅច្រូតស្រូវនៅពីអតីតកាលរបស់គាត់ណាគាត់អាចនឹងនឹកឃើញថាគាត់ធ្លាប់ទៅច្រូតស្រូវធ្លាប់បុកផ្លែថ្នាំងបាទបុកជាមួយក្តាមដុតអីចឹងទៅបាទហើយការបុកផ្លែថ្នាំងនេះអត់ប្រហែលបងប្អូនយើងដាក់តែអំបិលបច្ចេកស្ករមានប្រហុកមានម្សៅស៊ុបអីតែចឹងណាបាទហើយមានសណ្តែកដីមានអីចឹងទៅបាទបងប្អូនអត់ប្រហែលទេអាចមើលតាមវីដេអូនេះបានហើយយើងកន្លែងមកមើលត្រីយើងវិញបាទគឺស្រក់ខ្លាញ់មែនទែនបាទត្រីនៅរដូវរំហើយនេះគឺសបោបងប្អូននៅតាមផ្សារក៏សបោហើយអ្នកស្រុកអ្នកភូមិក៏គាត់រកបានច្រើនចឹងណាបាទហើយត្រីពេលសបោចេះវាមានតម្លៃធូរថ្លៃបាទហើយឥឡូវយើងបុកហើយបងប្អូនយើងមានដាក់ម្អមមានដាក់ជីនាងវងអីលាយអញ្ចឹងណាបាទហើយក្លិនឈ្ងុយមែនទែនបាទខ្ញុំចូលសលេងបដាហៅទៅមាត់បដាបាទហើយបងប្អូនអាចសាកញ៉ាំបានបងប្អូនដែរគាត់នៅមានតំបន់ដែលមានផ្លែថ្នាំងចិត្តបានណាអញ្ចឹងអាចសាកធ្វើទាំងអស់គ្នាបានបាទហើយវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអាចមើលថែមបានណាហើយក៏សូមជួយចុចនៅ Subscribe ក៏ដូចជា Like ឬក៏មានអី comment អាច comment នៅខាងក្រោមបានអញ្ចឹងបងប្អូនបាទសូមអរគុណច្រើនបងប្អូន